បាទជំរាបសួរអ្នកនរគ្នាថ្ងៃនេះបានមកលេងនៅស្រុកកំណើតទៀតហើយបាទស្រុកកំណើតខ្ញុំគឺនៅក្រូចឆ្មាឆ្នាំមុនក៏បានមកឆ្នាំនេះក៏បានមកដែរហើយថ្ងៃនេះមកហាយបងប្អូនតាក់ទងនឹងទីតាំងថ្មីមួយកន្លែងដែរគឺខាងក្រោយផ្ទះភូមិបងប្អូនជាងហ្នឹងបាទបងប្អូនមើលកន្លែងនេះគឺស្អាតតែបងប្អូនមកមានភ្នំមានទន្លេមានខ្សាច់ហើយទៅគឺបរិយាកាសល្អមែនតើបងប្អូនហើយខ្យល់អាកាសហ្នឹងគឺបរិសុទ្ធល្អណាស់ហើយកន្លែងនេះគឺខ្សាច់នេះទៅតែដុះទេប្រហែលឆ្នាំនេះនិយាយការពីមុនវិញកន្លែងហ្នឹងគឺជាដៃព្រែកមួយហើយដៃព្រែកនេះគឺល្មមបាទស្អាតហើយមានទឹកមានអីហូរកាត់ហ្នឹងយើងអាចលេងបានយើងអាចលូចបានស្ទូចត្រីបងត្រីឲ្យបានរកត្រីឲ្យបានអញ្ចឹងណាហើយបច្ចុប្បន្ននេះគឺវាមានខ្សាច់ដុះពេញហើយតែប្រហែលឆ្នាំនេះគឺធម្មជាតិប្រែប្រួលមែនតើហើយនៅវាលឆ្ងាយនេះគឺកន្លែងបងប្អូនយើងគាត់ធ្វើចការថ្នាំមានដាំពោតដាំអីចឹងណាបាទហើយកន្លែងខ្សាច់នេះបងប្អូនមើលទៅគឺស្អាតមែនតើបងប្អូនបាទហើយបងប្អូនអាចបោះតង់លេងគេងលេងសម្រាប់លេងក៏បានដែរព្រោះដោយសារនេះខ្សាច់ធំមែនតើហើយឥឡូវនេះគឺដីដុះដីខ្សាច់នឹងដុះចិត្តអស់ហើយកាយមុនដៃប្រែកទេហើយបងប្អូនដែលគាត់នៅស្រុកក្រូចឆ្មាហ្នឹងគាត់ដឹងហើយកន្លែងនេះគឺស្ពានប្រែកចាមហ្នឹងគឺដៃទន្លេឆ្លងស្ពានប្រែកចាមតែឥឡូវរីងអស់ហើយកោកអស់ហើយតែបើនិយាយពីទេសភាពវិញល្អហើយបងប្អូនគាត់នេះគាត់ដាំរដូវនេះគឺគាត់ចាប់ដើមដាំថ្នាំហើយដល់ខែដាំថ្នាំហើយថាគឺបងប្អូនគាត់ដាំថ្នាំរាហើយបើនៅជុំវិញចិត្តនេះគឺបងប្អូនគាត់ដាំដែរបាទគឺថ្នាំនិយាយហ្នឹងបងប្អូនស្ដែកហៅណាំតាបាទបងប្អូនបាទហើយបងប្អូនអ្នកក្រូចឆ្មាគាត់ឃើញកន្លែងហ្នឹងគាត់ច្បាស់ជាស្គាល់ហើយកន្លែងហ្នឹងនៅកន្លែងណាបាទហើយទីតាំងនេះគឺនៅកាលពីមុនស្រុកក្រូចឆ្មាគឺខេត្តកំពង់ចាមតែឥឡូវគឺបានដូរហើយមកសាច់ខេត្តត្បូងឃ្មុំវិញហើយបាទបងប្អូនបាទហើយថ្ងៃនេះមានតែប៉ុណ្្នឹងទេចង់បង្ហាញបងប្អូនបាទគឺចង់បង្ហាញពីស្រុកក្រូចឆ្មាដៃទន្លេនេះគឺទន្លេនឹងឡើងទៅខេត្តកញ្ចេះបងប្អូននេះបាទស្អាតមែនតើបរិយាកាសនៅនេះធម្មជាតិពិតហើយទៅអារម្មណ៍ស្រស់ស្រាយល្អជើងមេឃមើលទៅវែងឆ្ងាយហើយផ្ទៃមេឃមើលទៅឃើញស្អាតមែនតើបាទអរគុណច្រើនបងប្អូនដែលបានទស្សនាមានតែប៉ុណ្្នឹងទេបងប្អូនបាទជំរាបលាទាំងអស់គ្នាបាទអរគុណ